បាទគ្រប់សួស្តីអំពូមិញបងប្អូននៅក្នុងបណ្ដាញសង្គម TikTok ទាំងអស់ដែលតែងតាមវីដេអូខ្ញុំបាទវត្ថុមង្គលដូនតាអូសោមខ្មែរបាទបឋមកុលដូនតាអូសោមបាទហើយខ្មែរក៏អត់ខុសដែរបងបាទខ្ញុំជនជាតិខ្មែរហើយដាច់ចិត្តបងប្អូនដាក់ចែកជាវត្ថុគ្រប់ផ្ទាល់ខ្លួនមកឈុតនេះគេហៅថាកថុកបាទកថុកជ្រុកញីឬក៏តាមតំបន់ខ្លះគេហៅថាចែតាន់បាទហើយកថុកជ្រុកញីចែតាន់មកឈុតនេះគឺអស់ពិសេសត្រឹមហ្នឹងហើយបងប្អូនណាគឺធំបានទាំងឈុតហ្មងបាទឈឺតៃសាក់គេរើសបានទាំងក្បាលបាទទាំងធ្គាមហើយអ្នកព្រៃក៏គេដកមកហើយនេះគេហៅថាថ្មសំលៀងបាទថ្មសំលៀងរបស់ជ្រុកញីបាទថ្មសំលៀងគឺធំបងប្អូនប៉ុនមេដៃហើយនេះគឺចែតាន់ហ្នឹងបងប្អូនណាបាទធំមែនតើសាច់សំលៀងស្អាតមានប្រះបាក់បែកទេហើយគល់នេះព្រែកទៀតបងប្អូនមើលគល់ព្រែកបាទធំហើយរបស់នេះគឺប្រើខាងស្នេហ៍បងប្អូនណាប្រើខាងស្នេហ៍មេត្តាមហានិយមស្នេហ៍ខ្លាំងណាស់បងប្អូនមានរបស់នេះនៅក្នុងខ្លួនគឺនិយាយការងារតូចធំអ្នកតូចអ្នកធំនិយាយការងារអីឲ្យគេឆាប់អាណិតស្រឡាញ់យើងឆាប់ធ្វើការងារជាមួយយើងបានឆាប់នឹងគេអាណិតស្រឡាញ់យើងច្រើនបាទព្រោះរបស់នេះប្រើខាងស្នេហ៍អញ្ចឹងបងប្អូនមានរបស់នេះនៅជាប់ខ្លួនគឺស្នេហ៍ខ្លាំងបងប្អូនបាទចឹងមកឈុតនេះខ្ញុំដាក់ចែកជាវដំបូងខ្ញុំអត់ជាវទេបងប្អូនដោយសារតែទុកគោរពខ្លួនឯងវាជាវត្ថុកម្របងប្អូនធំជាមួយខ្ញុំបោះជូនបងប្អូនមើលបាទកោងបត់កោងវិញដល់ហើយនេះប្រវាយមកនាងដៃហើយទំហំវិញបាត់នាងដៃខ្ញុំបាត់បាទបោះជូនបងប្អូនមើលនេះបទាមហ៊ុន7លីកន្លះមហ៊ុន7លីបន្តិចបងប្អូនណាបាទហើយប្រវែងវិញប្រវែងបានជា6ហ៊ុនជាង7ហ៊ុន6ហ៊ុន7លីកន្លះបាទនេះ6ហ៊ុន7លីកន្លះបងប្អូនណាហើយវ៉ាដល់អីស្មាទោសលោកអើយបាទ6ហ៊ុន8លីបងប្អូនណា6ហ៊ុន8លី6ហ៊ុន8លីដូចគ្នាបងប្អូនមកគូហ្នឹងគឺដូចគ្នាអូមួយនេះវែងជាង6ហ៊ុន9លីបាទហើយបទាទំហំបងប្អូនបទាហ្នឹងបាទគឺមួយហ៊ុន7លីបាទហ៊ុន7លីបងប្អូនតែចំពោះថ្មសំលៀងលោកវិញគឺធំបងប្អូនណាថ្មសំលៀងនេះ6ហ៊ុន2លីបាទប្រវែង6ហ៊ុន2លីហើយបទាវិញបានទៅដល់2ហ៊ុន2លីកន្លះធំជាងខ្នាយទៀតជុកញីធំប៉ុនជុកឈ្មោលហើយទា2ហ៊ុនជាង2ហ៊ុន2លី2ហ៊ុន2លីបទាដូចគ្នាបងប្អូនមកសំលៀងនេះហ៎បាទហើយងាយទេមកសំលៀងមានធំចេះងាយទេ6ហ៊ុន4លីកន្លះបាទគឺមួយឈុតនេះធំមែនតើបងប្អូនធំមិនងាយមែនទេយើងអាចចាត់ទុកថាជារបស់កម្រមួយបាទតាន់ប៉េះហ្មងបងប្អូនបាទមួយឈុតនេះគឺខ្លាំងពូកែខាងស្នេហ៍មេត្តាមហានិយមហ្នឹងបងប្អូនណាហ្នឹងហើយក៏អរគុណបងប្អូនដែលមាននិស្ស័យចង់ចែកជាវខ្ញុំដាក់លេខទូរស័ព្ទខ្ញុំនៅលើ Telegram ហ្នឹងលេខទូរស័ព្ទ Telegram នៅលើវីដេអូហ្នឹងចាំបងប្អូនឆាតមកបានណាបងប្អូនណាមួយឈុតនេះពិសេសនិយាយមានទេបងប្អូនហើយសាច់វិញដល់ហើយមែនទេបងប្អូនទស្សនាមើលខ្លួនឯងឡើងកតាញ់សាច់ចាស់ឡើងលឿងហើយបាទអរគុណបងប្អូនជម្រាបលា